រៀបសួរអ្នកទាំងអស់គ្នាពេលនេះសូមអញ្ជើញទស្សនារឿងសកម្មម៉ូតូដេបន្តទៀតមុននឹងចាប់ផ្ដើមអ្នកអត់បានមើលភាគមុនទេអាចចូលទៅមើលសិនបានព្រោះថាសាច់រឿងសកម្មម៉ូតូដេមួយនេះតម្រូវឲ្យអ្នកទាំងអស់គ្នាមើលភាគមុនដើម្បីឲ្យងាយយល់សាច់រឿងចំពោះ admin វិញគឺហ៊ាននិយាយថាឲ្យអ្នកទាំងអស់គ្នាទៅមើលដាច់ខាតតែម្ដងចំណែកឯភាគមុនវិញគឺ admin ដាក់នៅខាងក្រោម description អាចចូលទៅមើលសិនបានតែសម្រាប់អ្នកចាស់គ្នាយើងតោះយើងចាប់ផ្ដើមការពីភាគមុនអ្នកទោះមិនស្គាល់អត្តសញ្ញាណ4នាក់បានបង្ហាញមុខឡើងរួចយើងក៏ដឹងផងដែរថាមេរបស់ពួកគេទាំង4នាក់នេះគឺជា Kashima មកជួបពួកគេទាំងរបួសហើយរបួស Kashima មួយនេះដែលបន្សល់ទុកពីការប្រយុទ្ធគ្នាជាមួយនឹងសកម្មម៉ូតូហើយអ្នកទោសទាំង4នាក់នេះដែលគេហៅថា The Dead Raw Criminal ដែលមានសមាជិកដូចជានារីសាច់ដុំមានឈ្មោះតាដាំធ្លាប់សម្លាប់មនុស្ស188ករណីគេគឺជាមនុស្សកាចសាហាវចូលចិត្តការសម្លាប់និងសម្លាប់អ្នកផ្សេងជាការកំសាន្តរបស់គេហើយសមាជិកទី2របស់ពួកគេនឹងគឺមានឈ្មោះតាសធ្លាប់សម្លាប់មនុស្ស64ករណីគេនឹងគឺជាមនុស្សដែលចូលចិត្តអ្នកទី3មានឈ្មោះថាអាផាតជាមនុស្សកំសាហើយមួយថ្ងៃគិតតែចង់ស្លាប់តែប៉ុណ្ណោះនិងសមាជិកចុងក្រោយគេនឹងគឺមានឈ្មោះថា Minimalis គឺធ្លាប់ស្លាប់មនុស្សនឹង370ករណីគឺច្រើនជាងគេហើយគេនេះគឺជាបងប្អូនរបស់អ្នកមើល Kashima នឹងក៏បានឲ្យបញ្ជីឈ្មោះអ្នកដែលពួកគេត្រូវទៅសម្លាប់ដែលនៅក្នុងបញ្ជីមានសមាជិក The Order ផងដែរក្នុងនោះមានដូចជា Nagumo Rank S Shishiba Rank A នារីទុំធ្លុន Osaragi Rank A និង Sakamoto Rank B+ គឺជា Rank ដែលទាបជាង3អ្នកទៀតប៉ុន្តែមិនត្រឹមតែប៉ុណ្ណោះនោះស៊ីននិង Lulu ក៏មានក្នុងបញ្ជីដូចគ្នាការមកដល់ក្រុមរបស់ Sakamoto វិញគឺពេលនេះ Wu-Tang បានសម្រេចចិត្តចាក់ចេញពី Sakamoto Family ដើម្បីបន្តបេសកកម្មដើម្បីរកមើលស្លរបស់គេមុននឹងចាក់ចែងបានផ្ដាំឲ្យមើលថៃលូលូផងហើយ Wu-Tang ក៏បន្ថែមទៀតថាឲ្យពួកគេទាំងអស់គ្នានឹងគឺប្រុងប្រយ័ត្នជាមួយនឹង Dead Raw ក្រុមអ្នកទោសទាំងអស់នេះមិនមែនធម្មតានោះទេចំណែកឯខ្សែកម្មម៉ូតូ Family វិញពួកគេគឺបានមកដើរលេងធម្មតានោះទេដែលពួកគេនឹងគឺមកមើលរឿងនៅហាងកាសែតមួយកន្លែងហើយរឿងដែលពួកគេទាំង3អ្នកមើលនឹងគឺមានចំណងជើងថា Psycho Horror ព្រោះពួកគេទាំង3នាក់មិនដឹងថាបន្តិចទៀតនឹងមានរឿងធំកើតឡើងនោះទេការមកដល់ក្រុម The Order វិញពេលនេះគឺនៅជុំគ្នាតែម្ដងដែលពេលនេះពួកគេទាំង5នាក់នឹងគឺបានធ្វើដំណើរនៅតាមផ្លូវហើយ Shishiba បានឲ្យ Osaragi ជាអ្នកបើកឡានហើយនៅពេលដែល Osaragi បើកឡានសុកហ្នឹង Shishiba ក៏បានប្រាប់ Osaragi ថា Osaragi នឹងក៏បានបើកហួសផ្លូវហើយទៅត្រឡប់ទៅក្រោយវិញដោយនាងនឹងភ្លេចបត់ឆ្វេងប៉ុន្តែ Osaragi អត់ញ៉ៃច្រើនទេគឺបានអាយ៉ៃឡានទៅក្រោយតែម្ដងតែបានធ្វើឲ្យឡានគេអ្នកផ្សេងទៀតនឹងគឺស្ទះផ្លូវពេញនឹងតែម្ដងប៉ុន្តែរំពេចនោះក៏មានសត្វរុយមួយនៅក្នុងឡានរបស់គេហើយសមាជិក The Order ដែលមានវ័យចំណាស់ម្នាក់ក៏មានឈ្មោះថា Takamura ចាប់អារម្មណ៍នឹងសត្វរុយមួយនោះភ្លាមៗនោះ Shiba ក៏បានស្រែកឲ្យគ្រប់គ្នាអោនចុះតែម្ដងតែមួយដែររបស់ Takamura ធ្វើឲ្យដាច់ដំបូលឡានខ្ទេចតែម្ដងនៅថ្ងៃបន្ទាប់ហ្នឹងនៅហាងម៉ាករបស់ Sakamoto នៅពេលនេះ Heisuke និង Sakamoto កំពុងវឹកហាត់ដោយ Sakamoto នឹងបានឲ្យ Heisuke នឹងបាញ់ទៅគេជាច្រើនគ្រាប់ហើយ Sakamoto ក៏បានយកចង្កឹះដើម្បីចាប់គ្រាប់របស់ Heisuke ហើយនេះជាការវឹកហាត់ពិសេសមួយដែលពួកគេត្រៀមទុកនៅថ្ងៃក្រោយប៉ុន្តែភ្លាមៗហ្នឹង Shin ក៏បានលេចមុខមកប៉ុន្តែអត់ដឹងមិនទេសុក Shin ក៏បានទាញកាំបិតមកចាក់ Sakamoto តែម្ដងប៉ុន្តែ Sakamoto ក៏បានចាប់ដៃ Shin ជាប់នឹងរងមួយកាំបិតនេះ Sakamoto ក៏បានសួរទៅកាន់ Nagumo ថា Nagumo នឹងគឺមកទីនេះធ្វើអីការពិតទៅ Shin ម្នាក់នេះគឺជា Nagumo ប្រែកាឡាសោះចំណែក Heisuke វិញពេលដែលឃើញបែបហ្នឹងហើយគឺភ្ញាក់ផ្អើលមែនទែនដែល Heisuke នឹងបាននិយាយថាចុយអាប៉ែនេះចេះប្រែកាឡាវើយហើយ Nagumo មកនេះដើម្បីប្រាប់ដំណឹងទៅកាន់ Sakamoto ថាគឺអ្នកទោសដៃឆៅ Dead Raw គឺចិត្តមកសម្លាប់ពួកគេទាំងអស់គ្នាហើយប៉ុន្តែក្រុម The Order គឺបានធ្វើការទៅលើរឿងហ្នឹងហើយ Nagumo ខំមកនេះដើម្បីប្រាប់មិត្តចាស់ដើម្បីទុកការពារខ្លួនជាមុនហើយ Nagumo ក៏បានឲ្យបញ្ជាសម្លាប់ទៅកាន់ Sakamoto ហើយ Sakamoto វិញពេលដែលឃើញខ្លួនឯង Rank B+ ហើយគឺកាំងឆ្ញាញ់តែម្ដងដោយសារតែ Rank B+ ហ្នឹងគឺជា Rank ទាបជាងគេហើយពួកគេវិញគឺបានដាក់ Nagumo ជា Rank S ដែល Rank ខ្ពស់ជាងគេដែលធ្វើឲ្យ Nagumo ហ្នឹងគឺសប្បាយចិត្តមែនទែនចំណែកឯ Shin និង Lulu វិញពួកគេពេលនេះកំពុងនៅហាងសត្វចិញ្ចឹមមួយកន្លែងចំណែកឯ Shin វិញគឺមានអារម្មណ៍ថាមិនស្រួលឡើយតាំងពីមានបញ្ហាមុនមករឿងទាំងអស់នេះតែងតែដកជាប់នឹងខួរក្បាល Shin ជានិច្ចដូច្នេះហើយ Shin ត្រូវតែខំវឹកហាត់ឲ្យខ្លាំងមិនអាចពឹងទៅលើ Sakamoto ទាំងស្រុងនោះទេចំណែក Lulu វិញបានស្ដាប់នឹងសម្ដី Shin នោះទេគេនឹងតែអោបឆ្មាលេងណាឆ្កុយភ្លាមនោះក៏មានបុគ្គលិកមួយមកសួរ Shin ថា Shin នឹងគឺចូលចិត្តសត្វឆ្កែអត់ហើយ Shin ក៏បាននិយាយថាគេនឹងអត់ចូលចិត្តសត្វឆ្កែនោះទេភ្លាមនោះសក៏បានលេចមុខមកនៅក្នុងហាងមួយនេះដែរភ្លាមនោះ Lulu និង Shin ក៏បានសួរទៅកាន់សថាតើលោកជាអ្នកណាប៉ុន្តែសក៏បាននិយាយថាគេគឺជាទាហានដែលចូលនិវត្តន៍តែប៉ុណ្ណោះមិនចាំយូរសក៏បានដកអាវុធរបស់គេចេញមកហើយសថែមទាំងបាននិយាយថាមុននឹងគេសម្លាប់អាកាម៉ាប់ Sakamoto គេសម្លាប់គ្រួសារនិងមិត្តគេជាមុនសិនដើម្បីធ្វើឲ្យ Sakamoto បាក់ទឹកចិត្តនិងអស់សង្ឃឹមក្នុងជីវិតហើយជាការពិតណាស់សមកនេះដើម្បីសម្លាប់ Lulu និង Shin នឹងឯងមិនចាំយូរសក៏បានដកពូថៅកាប់ទៅលើ Shin ភ្លាមៗតែម្ដងប៉ុន្តែសំណាងល្អ Shin រហ័សក៏បានយកដែកមួយមករងពូថៅមួយនេះជាប់ដូច្នេះហើយ Shin មិនទៅរបួសអីនោះទេសក៏បានសរសើរទៅកាន់ Shin ថាពូកែកិច្ចមែនទែនហើយនៅពេលដែលសបាននិយាយឈ្មោះ Shin នោះ Shin ក៏បានសួរទៅកាន់សវិញថាហេតុអ្វីស្គាល់ឈ្មោះរបស់គេសក៏បានតបវិញភ្លាមៗថាមុខសញ្ញាគឺនៅក្នុងបញ្ជីមួយនេះក្មេងស្រីលូសៅតាំងគឺ Rank C ហើយចំណែកអតីតគ្រាករស៊ីឈ្នួលដែលមានឈ្មោះថា Shin គឺ Rank D ហើយនៅពេលដែល Shin ឃើញខ្លួនឯង Rank ទាបជាង Lulu នឹងក៏បានកាំងម្នាក់ទៀតតែម្ដងហើយមិនចាំយូរទឹកទី2 Shin និងសក៏បានចាប់ផ្ដើមឡើង Shin ក៏បានធាក់ចូលមុខសពេញតែម្ដងដែលធ្វើឲ្យសនឹងគឺរបួសបន្តិចដែរហើយសក៏បាននិយាយទៅកាន់ Shin ថា Shin នឹងគឺចាប់ផ្ដើមធ្វើឲ្យគេមិនសប្បាយចិត្តហើយសក៏បានយកខ្សែពួរចងនៅ
នឹងបថៅរបស់គេជាប់ហើយគប់ទៅលើស៊ីននឹងលូលូតែម្ដងប៉ុន្តែស៊ីននឹងលូលូពេលនេះធ្វើអីអត់បានទេគឺមានតែដាក់មេប្រូចរត់សិនប៉ុន្តែអត្ថស្ពីតពូថៅមួយនេះគឺលឿនមែនទែនដែលធ្វើឲ្យស៊ីននឹងលូលូគឺរត់មិនទាន់នោះទេពូថៅដែលចងជាប់នឹងខ្សែមួយនេះគឺហោះដេញតាមពួកគេជានិច្ចតប្រើអាវុធពូថៅដែលចងជាប់ជាមួយនឹងខ្សែមួយនេះយ៉ាងល្អឥតខ្ចោះហើយពូថៅក៏បានហោះមកជាបន្តបន្ទាប់ដោយសារតែស៊ីនរងជំនួសលូលូបានធ្វើឲ្យស៊ីននឹងរបួសខ្លួនឯងប៉ុន្តែលូលូនិងស៊ីនក៏បានប្រឹងប្រយុទ្ធជាមួយសបន្តទៀតស៊ីនក៏បានប្រឹងយកភ្លើងដុតសផងដែរប៉ុន្តែធ្វើអីសអត់បាននោះទេប៉ុន្តែភ្លាមនឹងហាងមួយនេះក៏បានផ្ទុះឆេះតែម្ដងដោយសារតែកម្លាំងផ្ទុះខ្លាំងពេកបានធ្វើឲ្យលូលូសន្លប់បាត់ទៅហើយដូច្នេះហើយភារកិច្ចបន្ទាប់ស៊ីនវាយជាមួយសមួយស្មើនឹងឯងប៉ុន្តែមើលទៅនឹងស៊ីនគឺវាយមិនឈ្នះសឡើយដែលសនឹងគឺវាយស៊ីននឹងទ្រាំខ្លួនតែម្ដងហើយសក៏បាននិយាយពាក្យមើងងាយទៅកាន់ស៊ីនថាស៊ីនគឺគ្រាន់តែជាមនុស្សកំសាកមួយតែប៉ុណ្ណោះមិនអាចធ្វើអ្វីបាននោះទេហើយបន្ទាប់ពីគេសម្លាប់ស៊ីនហើយគេនឹងសម្លាប់សកម្មតូ family ជាអ្នកបន្ទាប់ហើយពេលដែលសកាប់មួយបថៅប្រុងប្រដៅជីវិតស៊ីននោះស៊ីនបាននៅក្រោយក្នុងរបស់សវិញដោយនេះមិនដឹងថាមានអ្វីកើតឡើងនោះទេហើយស៊ីនគឺមកវិញជាមួយថាមពលថ្មីដ៏អាចកំបាំងតែលើកនេះមើលទៅស៊ីនហាក់ដូចជាមានប្រៀបជាងហើយទឹកទី3នេះស៊ីនវាយអសដីនឹងដីតែម្ដងប៉ុន្តែយើងមិនទាន់ដឹងថាស៊ីនបានថាមពលនេះមកពីណានោះទេអញ្ចឹងយើងមានតែចាំមើលភាគក្រោយទាំងអស់គ្នាសម្រាប់រឿងមួយនេះដែរអែមមិនក៏សុំ Subscribe បើគិតថារឿងនេះល្អមើលកុំភ្លេចចុច Like និង Subscribe ម្នាក់មួយផងអរគុណច្រើនយើងជួបគ្នានៅវីដេអូក្រោយទៀតបាយ